សម្រាប់ការងារខ្ញុំជាប្រចាំហ្នឹងឲ្យតែម្ដងឃ្លាំងគឺចាប់ដើមទាញក្រណាត់មកដើម្បីជូតបោះអែសម្អាតឡានតែម្ដងពេលខ្លះតែងតែសួរខ្លួនឯងថាចុះព្រលឹមឡើងយកក្រណាត់មកជូតឡានរាល់ព្រឹកទោះថាហត់អត់ខ្ញុំគិតថាវាមិនហត់ទេព្រោះអីជាទូទៅគឺជាការងាររបស់យើងបើមិនជាខ្ញុំមិនធ្វើខ្ញុំមិនសម្អាតក្រែងលោភ្ញៀវគាត់មកគាត់ទិញតាញរឿងបន្លាក់ដីចឹងណាតែសូមកុំបារម្ភអីមួយគ្រឿងនេះខ្ញុំតំណែងឲ្យហ្មងថាឡានត្រឹនមួយជុំហើយជាក់ស្ដែងនេះគឺខ្ញុំកំពុងតែធ្វើការដេបញ្ឆេះសាកព្រោះព្រលឹមឡើងគឺយើងធ្វើការបញ្ឆេះសាកដើម្បីឲ្យម៉ាស៊ីនប្រអប់លេខគឺវាដំណើរការល្អដើម្បីភ្ញៀវមកគាត់ចង់សាកចង់អីចឹងណាមួយគ្រឿងនេះគឺ option ពិសេសតែម្ដងពុកម៉ែបងប្អូនមួយគ្រឿងនេះគឺខ្ញុំតំណែងឲ្យថា10លើ10តែម្ដងទឹកថ្នាំត្រឹនមួយជុំស្គុតមួយជុំហើយតែម្ដងតើឥឡូវកុំឲ្យពុកម៉ែបងប្អូនរងចាំយូរខ្ញុំនឹងចូលសាច់រឿងតែម្ដងនេះជា Mazda CX 60ឆ្នាំផលិត2024ម្ចាស់ដើមទី1ត្រឹនមួយជុំដោយតែប្រាប់ពីខាងដើមចឹងស្គុតមួយជុំហើយទៀតមួយគ្រឿងនេះថ្មីទាំងសាច់បាតថ្មីទាំងតបកង់ថ្មីទាំងយ៉ាន់ថ្មីទាំងសាច់ខាងក្នុងមិនថាប្លុកម៉ាស៊ីនក៏ថ្មីដែរអ្វីដែលសំខាន់គឺប្រើបានតិចគីឡូមែនតើពុកម៉ែបងប្អូនអ៊ំពុំមីងដែលកំពុងតែស្វែងរកចង់បានជាប្រភេទឡានលំដាប់ SUV ហើយអ្វីដែលពុកម៉ែបងប្អូនទទួលបានហ្នឹងប្រើបានតិចគីឡូឯណាបាទតិចគីឡូទៀតអញ្ចឹងតាក់ទងនឹងសាច់ក្រោមបាតប្លុកម៉ាស៊ីនហើយចំណុចណាក៏ថ្មីដែរពុកម៉ែបងប្អូនមួយគ្រឿងនេះចង់រំលោះចង់តិចដាច់ចង់វាយដូរក៏បានដែរជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនអ៊ំពុំមីងដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាក្នុងវីដេអូនេះណាហើយបើសិនជាអ្នកដែលចូលមកថ្មីកុំភ្លេចជួយចុច like ចុច share ម្នាក់មួយដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតអរគុណ